បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអំពីវិធីរក 300k ឲ្យបានក្នុងរយៈពេល28ថ្ងៃតើយើងត្រូវធ្វើដូចម្ដេចហើយមានវិធីអ្វីដើម្បីឲ្យបានមានអ្នកមើលរហូតដល់ 300k អញ្ចឹងចំនួន 300k នេះមិនជាច្រើនប្រមាណទេជាចំនួនតិចមធ្យមល្មមនឹងយើងធ្វើវីដេអូបានក្នុងរយៈពេល28ថ្ងៃ4សប្តាហ៍ឬក៏យើងគិតថា1ខែចុះអញ្ចឹងបើយើងយក 300k មកចែកនឹង1ខែស្មើនឹង1ថ្ងៃ 10k មួយថ្ងៃរកឲ្យបាន10000អ្នកមើលអាចលើសបន្តិចបន្តួចតែយើងថាមួយថ្ងៃមួយថ្ងៃហ្នឹងរកឲ្យបាន10000អ្នកចុះលើសខ្វះតិចតួចទេបងប្អូនហើយយើងផុសធ្វើម៉េចឲ្យមានអ្នកមើលមួយថ្ងៃ 10k វិធីគឺងាយទេបងប្អូនបុកតែ reel វីដេអូខ្លីវីដេអូ reel ដែលមានរយៈពេលចន្លោះពី3វិនាទីរហូតដល់59វិនាទីហ្នឹងយើងយកប្រវែងណាក៏បានដែរវីដេអូប្រវែងនេះវីដេអូបញ្ឈរគេហៅថា reel បើ YouTube គេហៅថា short បើ Facebook គេហៅថា reel អញ្ចឹងបងប្អូនដាក់វីដេអូហ្នឹងទៅមួយថ្ងៃផុស30វីដេអូ50វីដេអូទៅបាទឬក៏1ម៉ោងផុស5វីដេអូ1ម៉ោង10វីដេអូទៅអញ្ចឹងគឺបានហើយចំនួនអ្នកមើលគឺបានរហូតទៅដល់300k ហើយបាទអញ្ចឹងវីដេអូ reel ពេលដាក់ទៅអ្នកមើលច្រើនដាក់ទៅគឺសបោអ្នកមើលអញ្ចឹងព្យាយាមដាក់វីដេអូឲ្យច្រើនបាទហើយយើងដាក់ហ្នឹងគឺដាក់នៅចន្លោះម៉ោងសម្រាប់ពីការងារបាទនៅពេលដែលគេសម្រាប់ការងារហ្នឹងគឺយើងបុកវីដេអូនឹងចូលទៅគឺដាក់ទៅមានគេមើលអញ្ចឹងមួយថ្ងៃ30វីដេអូ40វីដេអូមួយវីដេអូមានអ្នកមើលតែ300ទៅ400អ្នកឬក៏មួយវីដេអូហ្នឹងអ្នកមើលបាន 1k ក៏វាគ្រប់ដែរបាទអញ្ចឹងស្រួលទេរក 300k ហ្នឹងស្រួលទេប៉ុន្តែវីដេអូដែលដាក់ហ្នឹងគឺឲ្យត្រូវតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនបាទមិនមែនឲ្យទៅវីដេអូហ្នឹងយើងចេះតែដាក់ទៅទេត្រូវធានាថាវីដេអូនេះជាវីដេអូ original មិនមែនជាវីដេអូដែលយករូបភាពពីអ្នកដទៃមិនយកសំឡេងពីអ្នកដទៃមិនបន្ថែមបន្ថយចម្រៀងរបស់គេនិយាយទៅគឺប្រភេទវីដេអូ original គឺរបស់យើងទាំងអស់បើកាលណាយើងយករបស់គេមកដាក់យករបស់គេមកអូសពេលដែលយើង set up រលុយទៅគឺអត់ឲ្យទេបាទ set up អត់ជាប់ទេហើយប្រឈមនឹងខូច page របស់យើងទៀតផងអញ្ចឹងវីដេអូហ្នឹងគឺចាំបាច់គឺ original បាទងាយទេបងប្អូនងាយទេ 300k ហ្នឹងគឺងាយណាស់ប៉ុន្តែអ្វីដែលពិបាកគឺផលិតវីដេអូឲ្យបានច្រើនជាប្រភេទវីដេអូរៀងគ្នាបើបងប្អូនផុសអំពីការនេសាទគឺវីដេអូហ្នឹងមក page របស់យើងហ្នឹងគឺការនេសាទទាំងអស់ហ្នឹងទៅបើជាការធ្វើម្ហូបជាការចិញ្ចឹមសត្វការកែច្នៃគឺត្រូវផុសវីដេអូឲ្យដូចគ្នាបាទគេហៅថាវីដេអូរៀងគ្នា
សន្តានតែមួយ content តែមួយបើបង្ហាញពីបច្ចេកវិទ្យាកុំព្យូទ័រគឺយើងបង្ហាញពីកុំព្យូទ័រហ្នឹងទៅកុំព្យាយាមដាក់ម្ដងដាក់នេសាទត្រីម្ដងដាក់ការធ្វើដំណើរទៅពីបាទហ្នឹងហើយកុំដាក់បែបហ្នឹងបាទអញ្ចឹងសូមសង្ខេបប៉ុណ្ណឹងចុះបងប្អូនបាទហើយបើមានចម្ងល់អីផ្សេងបងប្អូនអាច comment សួរបានបាទសូមអរគុណសូមជម្រាបលាបាទ